ប្រាសាទតប់ខាងលិចប្រាសាទតប់ខាងលិចកសាងនៅសតវត្សទី10និងកសាងបន្ថែមនៅសតវត្សទី13ដល់សតវត្សទី17ប្រាសាទនេះមានខឿនដើមសង់អំពីថ្ម3ក្រៀមត្រូវបានរៀបថ្មភក់មួយជាន់ពីលើតួប៉មកណ្ដាលក៏កែកណ្ដែលដោយរក្សាទុកផ្នែកចម្លាក់លម្អផ្សេងៗដូចជាផ្តែរនិងសសរធ្វើអំពីថ្មភក់ពណ៌ផ្កាឈូកព្រមទាំងសង់បន្ថែមតួប៉មចំនួន2នៅសងខាងបន្ថែមទៀតតួប៉មទាំងអស់នោះសុទ្ធតែមានចម្លាក់រូបព្រះពុទ្ធសាសនានៅសម័យកណ្ដាលសាងខឿនទ្រវែងមួយតពីខឿនចាស់មកខាងកើតនៅចុងខាងលិចនៃខឿនលយថ្មីនេះគេឃើញសំណល់បល្ល័ង្កព្រះធំមួយប៉ុន្តែដោយសារអាយុកាលកត្តាធម្មជាតិនិងការកង្វះការថែទាំអស់រយៈពេលយូរបានធ្វើឲ្យប្រាសាទនេះរងការខូចខាតស្ទើរតែទាំងស្រុងរហូតមកដល់បច្ចុប្បន្នក្រោយចំណាយពេលជួសជុលអស់ជាច្រើនឆ្នាំនិងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរាជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុនប្រាសាទតប់ខាងលិចបានឈររឹងមាំឡើងវិញបង្ហាញនៅសោភ័ណភាពសម្រាប់ជាទីគោរពបូជានិងទស្សនាស្វែងយល់ពីស្ថាបត្យកម្មនិងក្បាច់ចម្លាក់ផ្សេងៗត្បិតប្រាសាទតូចមួយនេះមានភាពស្រស់ស្អាតនិងគួរជាទីចាប់អារម្មណ៍ទាំងប្រាសាទនិងធម្មជាតិជុំវិញដែលទេសចរមិនត្រូវរំលងគួរបញ្ជាក់ផងដែរថាប្រាសាទតប់ខាងលិចស្ថិតនៅក្នុងរាជធានីអង្គរធំឬនៅខាងលិចប្រាសាទបាយ័នចន្លោះប្រាសាទបាយ័ននិងខ្លោងទ្វារតាកែវបើធ្វើដំណើរពីប្រាសាទបាយ័នស្ថិតនៅខាងឆ្វេងដៃចម្ងាយ700ម៉ែត្រនិងពីខ្លោងទ្វារតាកែវខាងស្ដាំដៃចម្ងាយ800ម៉ែត្រ